ôi đập đá mà ham đó là ngon đây nè du mấy bé đâu dù say xì mong tầm mà cả lố hay ơi trong đặc màu toán này trong này con tật cay mà cha xì mong á trong rồi vô là miên pe tật né nên cả nhắm bay miên pe thằng hành ơi nhập đặc mà ơi mà anh toán này là tật mấy còn anh chẳng đăng ơn riêng chẳng này con ta chỉ lấy là bảo vệ đầm bấy ban chúc một của anh thế la mày mơ càng nghiêm mặc trong lòng co đôi chu mòn hay nhom chui thưa càng nghiêm mã nên nhom liệt pe máu nè ông ba miền xưa không miền xưa được đây vài phía mình miền ca ai con khmui bạn đi con bò tạt rồi mình ít ra bà thôi miền pẹ bọn ấy cho môi anh lực phu này chuyện đừng công chơi này thì dây vinh bà bong đi tròn lực phu thôi mà đá cái hơi tha sọp sạch ở lưới lúc này cả na thông pin vây tới về tay từ xoay ra cú riêng luôn đôi chân này phụ kê từng pin nè hay prep tôi chia rồi lộc múa hai nữa rồi lộc nhì bạn coi tay mình coi mùi tiết thò mà đá pro hai nửa sấy về để thông pin với về tay từ miền cu tay từ miền cu đang hơi sầm khan cu nó mình tha lõ rửa cọ chúng ta cu khácก็ครอหนึ่งล้อหนึ่งครอมันใต้ปีนี้เราบอกเก๊แกทำมุ้ยก็สังหามุ้ยก็สะอาดนี่ยัยปรับแต่เจ้าลูกปูคือโกนลูกปูอาการมันแผลยอมนี้วิบานลงสลายสิ่งนั้นโกนมิงเอ็ดปุกโรยเฮ้ยทำไมลูกปูกระทาปุกวาดมินกระหายทาระบอทองดมลูกปูกระทาเมียเราทักครูมันดอเก๊เหมือนที่ยมสมเลียปุปลาตือสันนั่นนะบ่งตือสันไหนเราโอนปลาจุ่มนัดอังบัดลูกปูทำไมแต่กวาดลูกเครื่องสำนองมีนบกระบอทอมดอมปันใต้เป๊กละยื่นกลมตอนแกหายทามีนเพียบไทยยื่นกระองกี้ไอ้สำคัญยื่นตีดอแกทาลูกในบาสจุ่มไงน้ำมันก็เอาvì bên ngay mày mà phạt từ xưa con cốt ngay nâng nói ba đạch khạt anh được bố anh nhận bàn từ chua cho mắt nè con cốt tập cái chỗ này bắt không chấp ra cho chân sập anh pa mơ con gặp lo anh ọt vào cái con nó có sạch nè pui pung vùng được con kia lo bàn tay thử miên cái thà lẹ khăn nhưng mà anh chọn á đạch khạt miên hay pa miên lẹ khăn hay pa cùng miên là khăn hay là khăn kia lõ tao có lõ tao dương ta bàลูกปูจะทายกยูสบันเจริญนะลูกบันเจริญta bên mình cá nó khôngรู้ta anh đạch khăn anh mình tư anh rồi chặt lại mà tôi cho tôi anh mình tưเลิกกวาดเลยไอ้เลื่อนมีแต่เพลิงนั่งเฮ้ย anh mình tưปาnó tiêm anh mình tư ไอ้เลื่อน anh mình tư มีแต่วิธีนี้เฮ้ยเดี๋ยวยังไอ้ช่วยไอ้บ้านกันไอ้ไปใช่เลื่อนตื้อใจเลื่อนตื้อครับ anh mình tư ជាកិច្ចចាប់ផ្ដើមខ្ញុំបានសូមគោរពទៅដល់ប្រធានានុធរៈគ្រប់ព្រះអង្គព្រមទាំងវិក្កាមិនកិត្តិយសដែលស្ថិតនៅក្នុងទីនេះផ្ទាល់វិក្កាមិនអើយថេរាណាអញមិនថេរាទេអញមកចាស់ជាងកម្លាំងនេះអ៊ំអាជាស្រ័យលោកអ៊ំបើតាមពាក្យចាស់ពីដើមថាកាលណាដែលក្មេងលោកមាត់មនុស្សចាស់គេថាមនុស្សអសិលធម៌អាណាក្មេងណាចាស់ចឹងចាស់អត់ទេក្មេងក៏ចាស់ដល់កាលណាដែលយើងមកកាត់ពាក្យស្ដីតែគេប៉ុងតែនិយាយគេហៅថាមនុស្សនឹងអសិលធម៌ខ្លាំងណាស់ចឹងមកនិយាយតែគេវិធីការតែគេពីអញហ្នឹងត្រូវហើយហ្នឹងហើយតែខ្ញុំនិយាយថាផ្ដើមបានទេខ្ញុំចង់ជម្រាបទៅដល់បងប្រុសបងស្រីទាំងពីររូបថានីក្រាន់គាត់គឺបានចាប់ចិត្តប្រតិបត្តិអូនណានេះផ្ទាល់តែម្ដងខ្ញុំក៏លេចទៅគ្រួសារលោកពូក៏ដូចជាគ្រួសារលោកពូចាប់ជៀនគឺយើងអាចចងស្ពានមានមេត្រីជាមួយគ្នាបានអត់មានមកចងស្ពានទេអញមានចាក់បេតុងបានស្ពានអញអាចចងទេជាមួយនឹងណានក៏គាត់មានសមត្ថភាពចំណេះដឹងរូបសម្រស់រូបសម្បត្តិហើយចំណែកក្រានវិញគឺគេហៅថាបរោះពេញលក្ខណៈបានន័យថាទាំងកម្ពស់ទាំងកំពរូបសម្បត្តិចរិយាសម្បត្តិមាយាទនិងសម្បត្តិជាពិសេសនោះគឺគាត់អត់ធ្មត់តស៊ូនឹងការងារជាមនុស្សម្នាក់គេហៅថាមានចំណេះដឹងបច្ចុប្បន្ននេះគឺគាត់អភិវឌ្ឍខ្លួនគាត់ទៅពីអ្នកដែលធ្វើការឲ្យគេឥឡូវនេះរហូតទៅដល់ខ្លាយទៅជាអគ្គនាយកមួយរូបហើយអញឪមិនក៏អញអត់ដឹងរឿងខ្លះលោកពូគឺកូនរបស់លោកពូគឺទុកសប្រាយហើយមិនប្រាប់អញហើយអគ្គនាយកពីកាលគឺឪពុកគេមិនដឹងកូនធ្វើការងារតែផងចឹងមកចង់អញញ៉ាំមកកូនអញផងអធិស្ឋានលោកពូក៏ដូចជាលោកប៉ាធម្មតាទេអ្នករកស៊ីមុខជំនួញធំប៉ុណ្ណាក៏ដោយសូម្បីតែលក់ទឹកសុទ្ធតែ2 ដបក៏គេហៅថាអគ្គនាយកដែរ
ក្នុងនាមខ្ញុំជាអ្នកសម្របសម្រួលកម្មវិធីទាំងមូលខ្ញុំមិនចង់ឃើញស្ថានភាពទឹកមុខទាំងផ្នែកខាងលពូចាប់ជៀនក៏ដូចជាគ្រួសារខាងលពូមានភាពតានតឹងដាក់គ្នាអញ្ចឹងទេបើគឺចង់ឲ្យមានភាពផ្អែមល្ហែមឯងមួយទេទម្លាក់ភាពតានតឹងជាងនឹងបន្តិចឥឡូវកុំឲ្យពេលវេលាយើងគេថាកន្លងទៅយូរគឺខ្ញុំសូមគោរពអញ្ជើញលោកអគ្គនាយកក្រាន់ឡើងធ្វើគេហៅថាចំណាប់អារម្មណ៍បទពិសោធន៍ផ្ដល់ជូនទៅកាន់លោកពូអ្នកមីងគេនិយាយមកអញបញ្ញាប់ទៅលក់អីគេអីនិយាយមកលោករៀបរាប់តែឆ្ងាញ់ណាស់សូមអធិស្ឋានទៅដល់លោកប៉ាលោកប៊ូដែលអនាគតលោកប៉ាអត់មានទេអធិស្ឋានលោកអ៊ំសូមរក្សាភាពថ្លៃថ្នូរបន្តិចមកបាទឡើងនិយាយនេះមិនមែនតែនិយាយទេបាទគឺថាមកនេះគឺថាចង់មកចូលស្ដីទៅដឹងកូនលោកលោកគេហើយមកចូលស្ដីដឹងហ្នឹងស្រឡាញ់គ្នាប្រហែលឆ្នាំម៉ែហ្នឹងកូនពុកកូនឯងស្រឡាញ់កូនស្រីរបស់គាត់អញអត់ប្រកែកទេស្អាតមែនប៉ុន្តែអញដាច់ខាត់អញមិនឲ្យពូជរបស់យើងទៅប្រឡូកប្រឡាក់ជាមួយពូជទេក្បត់អញដាច់ខាត់អញក្បត់ពីណាគេនេះអានេះជាពួកមកអញតាំងពីក្មេងតែវាលុកថ្លើមអញដាច់ប្រមាត់បេះដូងតងសួតអញទៅទៅប៉ាត់អញក៏អាចដែរអញអត់និយាយដល់នេះអញខឹងអានេះដោយសារវាអត់មកការអញទៅទីកាមិនកើតនារីដែលអញឆ្លាញ់ហើយយោទុំឆ្លាញ់មកហើយឆ្លាញ់មកអ្នកណាឆ្លាញ់អ្នកណាក្បត់អ្នកណាចាំអត់កាលហ្នឹងមកណៃមិនឲ្យបងជូនទៅកាប់ចេកអូហើយគាត់ជូនទៅកាប់ចេកគេហៅថាស្នេហាគ្នាឆ្លាញ់គ្នាដែរចុះចុះយកចេកមកដាក់លើភ្លៅអូនឯងទៅជីពីក្រោយមិនចាប់ចេកចាប់ចំចេកបងសុកទ្រាំឲ្យចាប់ដល់ផ្ទះទៅសើជូនអញគាត់ចាប់ចេកអញដល់ផ្ទះនេះមិនមែនហាស្នេហាទេអត់ស្នេហាទៀតកាន់ពេញដៃគេចាប់ច្រឡំហ្នឹងប៉ាអញនឹកស្មានថាអាហ្នឹងច្រឡំឲ្យគេឲ្យមកមានស្នេហាអីជាមួយទេលោកពូអ្នកមីងលោកពូចាប់ជៀនខ្ញុំសង្វរភេកីអ្នកទាំងពីរនេះទាំងសងខាងនេះឲ្យបញ្ចប់គំនុំចាស់នឹងចោលទៅដើម្បីនេះសុភមង្គលក្តីសុខកូនចំនួនក្រោយណែអូនខ្ញុំចិញ្ចឹមកូនមិនមែនចិញ្ចឹមកូនដើម្បីកាប់ស៊ីទេខ្ញុំត្រូវការកូនប្រសាមិនបាច់ចាំមានបានពេកទេឲ្យតែមានចំណេះដឹងចេះគិតគូរមានទទួលខុសត្រូវមានការងារធ្វើល្អប៉ុណ្ណឹងខ្ញុំឲ្យហើយលោកពូទៅរកណាទៀតអ្វីដែលលោកពូរៀបរាប់មកគេមានទាំងអស់គេជាសិស្សបកែមានប្រវត្តិល្អទាំងការសិក្សានិងជាពាក់លុយគេសុំប្រវត្តិពាក់លុយគេល្អទៀតចាំខ្ញុំបកស្រាយកាលពីដើមឡើយគេក៏ជាកូនកសិករលោកពូដឹងហើយគ្រួសារខ្វះខាតតែគេបានយកលុយពីមីក្រូហិរញ្ញវត្ថុយកមកពង្រីកអាជីវកម្មរយៈពេល5ឆ្នាំមកគេក៏ដល់បំណុលរួចគេក៏មានអាជីវកម្មរហូតមានប្រាក់ចំណេញរាប់សិបពាន់ដុល្លារក្នុងមួយខែបាទហ្នឹងហើយពូហើយដោយសារដែលខ្ញុំមាន credit ល្អនេះគឺខ្ញុំមានគោលដៅខ្ញុំច្បាស់លាស់ថាឧទាហរណ៍ខ្ញុំខ្ចីប្រមាណខ្ញុំគិតពីលទ្ធភាពខ្លួនឯងថាខ្ញុំគួរសងរួចអត់បាទកាលណាដែលយើងទូទាត់សងទៅត្រឡប់មកយើងរត់រួចយើងរួចវាធ្វើឲ្យយើងនឹងមាន credit ល្អចឹងណាពូបាទតែបើយើងសមរួចទេវាធ្វើឲ្យយើងខូច credit រហូតដល់យើងខ្ចីធនាគារលេខបានបាទខ្ចីធនាគារលេខការមិនបានអានឹងមិនសំខាន់មួយទៀតបើយើងអត់សងសោះអាចនឹងកើតទៅជាបញ្ជីខ្មៅយើងអត់ខ្ចីកន្លែងណាក៏អត់បានដែរបាទហ្នឹងពូអញ្ចឹងមុននឹងយើងធ្វើអ្វីមួយមុននឹងយើងខ្ចីពូយើងត្រូវគិតពីលទ្ធភាពខ្លួនឯងថាយើងគួរសងរួចអត់យើងរត់រួចអត់ហើយប្រាប់គេត្រង់ពូបើខ្ញុំប្រាប់គេត្រង់ខ្ញុំប្រាប់ពីលទ្ធភាពរបស់ខ្ញុំខ្ចីយកទៅរកស៊ីអីខ្ញុំមានលទ្ធភាពសងប៉ុណ្ណាប្រាក់ចំណូលខ្ញុំប៉ុណ្ណាខ្ញុំបបល់សងវិញប៉ុណ្ណាខ្ញុំបញ្យល់ប្រាប់គេទាំងអស់បាទខ្ញុំអត់ពូតកុហកគេទេខ្ញុំមានទំនួលខុសត្រូវច្បាស់ណាពូខ្ញុំនៅរៀនក៏ខ្ញុំមិនធ្វើឲ្យប៉ារបស់ខ្ញុំពិបាកពេលខ្ញុំឈប់រៀនខ្ញុំមកបកមុខបោរ៉ូស៊ីប៉ារបស់ខ្ញុំគាត់រត់តែស្រួលរត់តែធូរដៃបាទខ្ញុំគិតគូរពីគាត់ខ្ញុំគិតគូរគាត់ប៉ុណ្ណេះហើយប្រពន្ធខ្ញុំលើកអីខ្ញុំមិនគិតគូរជាការពិតយើងជាឪពុកជាម្ដាយត្រូវសប្បាយចិត្តកើតកូនមកល្អគឺជាទ្រព្យកូនចេះស្ដាប់មកគាត់វាគឺជាបុណ្យដល់កូនធំឡើងមានចំណេះហើយថែមនឹងកូនទៀតវាជារាប់ទ្រព្យធនរបស់យើងម៉ែឪនឹងហើយមិនថាអញ្ចឹងខ្ញុំលឺចូលសម្ដីមួយនិយាយមកខ្ញុំវាសប្បាយចិត្តណាចេះទទួលខុសត្រូវណានឹងឯងបងឯងក៏គួរថាយើងជប់ផាំងគ្នាទៅជប់ទៅមានតែអីខែអីមកចូលស្រួលទៅណាមកលឿនពេកភ្លេចយកផ្លែឈើមកមួយប្រានជាមនុស្សល្អហើយមាន credit ល្អទៀត